តើនឹងមានអ្វីកើតឡើងសម្រាប់សន្តិសុខពិភពលោកក្រោយសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរអស់សុពលភាពសហរដ្ឋអាមេរិកនិងរុស្ស៊ីបានបង្កើតសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រហៅកាត់ START នៃអំឡុងឆ្នាំ1991ដែលជាកិច្ចព្រមព្រៀងដ៏មានអាទិភាពបំផុតមួយសម្រាប់ការគ្រប់គ្រងគ្រឿងសព្វាវុធរវាងរដ្ឋាភិបាលក្រុង Washington និងក្រុង Moscow ដែលតម្រូវឲ្យប្រទេសមហាអំណាចយោធាកំពូលរបស់ពិភពលោកទាំងពីរកាត់បន្ថយនៅអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប៉ុន្តែឥឡូវសន្ធិសញ្ញា START នេះនឹងផុតសុពលភាពនៅត្រឹមថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ហើយថាតើនឹងមានអ្វីកើតឡើងសម្រាប់សន្តិសុខនៅលើភពផែនដីទាំងមូលនេះសារព័ត៌មាន The Daily Digest បានរាយការណ៍ថានៅថ្ងៃទី5ខែកុម្ភៈឆ្នាំ2026សន្ធិសញ្ញាទ្វេភាគី START ដែលមានគោលបំណងកំណត់ទៅលើឃ្លាំងគ្រាប់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនិងរុស្ស៊ីហើយត្រូវផុតកំណត់សុពលភាពប៉ុន្តែប្រទេសមហាអំណាចយោធាកំពូលរបស់ពិភពលោកទាំងពីរនេះនៅតែមិនទាន់មានផែនការបន្តសន្ធិសញ្ញានេះឡើងវិញក្រោយសន្ធិសញ្ញា START បានចូលជាធរមាននៅឆ្នាំ2011ទំនាក់ទំនងការទូតរវាងរដ្ឋាភិបាលក្រុង Washington និងក្រុង Moscow បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកទ័ពចូលឈ្លានពានទ្រង់ទ្រាយធំទៅលើប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃទី24ខែកុម្ភៈឆ្នាំ2022រហូតមកភាពតានតឹងខ្លាំងនេះធ្វើឲ្យពិភពលោកមានការរំពឹងទុកតិចតួចទៅលើការបន្តសន្ធិសញ្ញា START ឡើងវិញរវាងប្រទេសរុស្ស៊ីនិងសហរដ្ឋអាមេរិកបញ្ហានេះបានបង្កើតឲ្យមានសំណួរលើកឡើងថាតើនឹងមានអ្វីកើតឡើងហើយវានឹងក្លាយជាមូលហេតុសម្រាប់ការព្រួយបារម្ភទាក់ទងនឹងសន្តិសុខពិភពលោកដែរឬយ៉ាងណាអ្នកវិទ្យាសាស្ត្របានចង្អុលបង្ហាញជាលើកដំបូងចាប់តាំងពីសម័យសង្គ្រាមត្រជាក់រហូតមកដោយគ្មានដែនកំណត់ណាមួយនឹងត្រូវកំណត់ដោយសន្ធិសញ្ញាអន្តរជាតិស្ដីពីឃ្លាំងអាវុធនុយក្លេអ៊ែររបស់ប្រទេសមហាអំណាចទាំងពីរនេះទោះបីជាយ៉ាងណាក៏ដោយសូម្បីតែនៅកម្រិតខ្ពស់នៃការប្រជុំមុខគ្នាហើយសហរដ្ឋអាមេរិកនិងសហភាពសូវៀតបានប្រុងប្រែងគ្នាលើតម្រូវការដើម្បីកំណត់អំណាចវាយប្រហាររបស់ពួកគេនៅឆ្នាំ1991ជាចុងបញ្ចប់នៃសង្គ្រាមត្រជាក់សន្ធិសញ្ញា START 1ក៏បានបង្កើតឡើងសម្រាប់ការគ្រប់គ្រងចំនួនក្បាលគ្រាប់នុយក្លេអ៊ែរដែលសហរដ្ឋអាមេរិកនិងរុស្ស៊ីមានសន្ធិសញ្ញានេះត្រូវបានជំនួសជាបន្តបន្ទាប់ដោយសន្ធិសញ្ញា START 2ដែលបានចុះហត្ថលេខាដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅឆ្នាំ2011បន្ទាប់មកដែនកំណត់ត្រូវបានកំណត់នៅក្បាលគ្រាប់នុយក្លេអ៊ែរចំនួន1550គ្រាប់សម្រាប់រដ្ឋនីមួយៗនៃប្រទេសទាំងពីរនេះប៉ុន្តែនៅឆ្នាំ2021ជាឆ្នាំដែលមុនការលុកលុយនៅអ៊ុយក្រែនប្រធានាធិបតីអាមេរិកលោក Joe Bidenនិងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានយល់ព្រមលើការបន្តរយៈពេល5ឆ្នាំការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនបានបញ្ចប់កិច្ចសហប្រតិបត្តិការទាំងអស់រវាងក្រុង Moscow និងក្រុង Washington កេរដំណែលនៃសង្គ្រាមត្រជាក់រុស្ស៊ីនៅតែមានឃ្លាំងអាវុធដ៏ធំជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរចំនួន5459គ្រាប់ខណៈសហរដ្ឋអាមេរិកមានចំនួន5177គ្រាប់បើតាមសហព័ន្ធអ្នកវិទ្យាសាស្ត្រសហរដ្ឋអាមេរិកបានឲ្យដឹងថាប្រទេសទាំងពីរនេះរួមគ្នាមានទំហំ 87% នៃសមត្ថភាពនុយក្លេអ៊ែរយោធារបស់ពិភពលោកដូច្នេះតើសន្ធិសញ្ញា START តំណាងឲ្យការធានាគ្រប់គ្រាន់សម្រាប់បញ្ជាសង្គ្រាមនុយក្លេអ៊ែរក្នុងបរិបទដែលមហាអំណាចទាំងពីរនេះនៅតែមានឃ្លាំងអាវុធដ៏ធំដែលអាចប្រើប្រាស់ជាឯកតោភាគីបានដែរឬទេចាប់តាំងពីការជាប់ឆ្នោតឡើងជាថ្មីរបស់លោក Donald Trump នោះមកក្រុមអធិការកិច្ចនុយក្លេអ៊ែរក្រុមអ្នកចរចានិងក្រុមអ្នកជំនាញជាច្រើនត្រូវបានបណ្ដេញចេញដែលអាចផ្ដល់ផលប្រយោជន៍ដល់រុស្ស៊ីបើតាមលោកនីកូឡៃសូកូអតីតអ្នកចរចារុស្ស៊ីដែលបច្ចុប្បន្នជាអ្នកជំនាញនៅមជ្ឈមណ្ឌល Vigen សម្រាប់ការរំសាយអាវុធនិងការមិនរីកសាយភាយអាវុធការចរចាលើសន្ធិសញ្ញាថ្មីនិងមានរយៈពេលយូរនិងស្មុគស្មាញបំផុតអាទិភាពនាពេលបច្ចុប្បន្ននេះគឺការកាត់បន្ថយហានិភ័យនិងការកសាងទំនុកចិត្ត